ចឹងពាក់ព័ន្ធទៅនឹងសេចក្តីព្រៀងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ចដែលជារបៀបវរៈទី1នេះគឺជាការងារមួយដែលនឹងបង្ហាញយ៉ាងច្បាស់ទៅលើអ្វីដែលជាឆន្ទៈរបស់យើងជាស្ថាប័នដែលកន្លងមកយើងមានខ្លះប៉ុន្តែអត់ទាន់មានការប្រមូលផ្ដុំចំណុចសំខាន់ដែលមានចែងនៅក្នុងចម្ពោះទាំង5របស់សេចក្តីប្រកាសរបស់យើងនេះទេបាទអញ្ចឹងក៏ខ្ញុំសូមបញ្ជាក់បន្ថែមថាប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងនេះគឺពាក់ព័ន្ធទៅដល់នឹងមន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យាទាំងអស់រួមទាំងគណៈបរិភូទាំងថ្នាក់ជាតិទាំងមន្ទីររបស់យើងផងដែរប៉ុន្តែយ៉ាងណាមិញចំពោះការពិភាក្សាទៅលើប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងខ្ញុំសូមថ្លែងអំណរគុណបាទចំពោះការដឹកនាំរបស់លោកជាប្រចាំការក៏ដូចជាថ្នាក់ដឹកនាំពាក់ព័ន្ធដែលបានចូលរួមទាំងអស់គ្នាហើយការពិភាក្សាយ៉ាងក្បោះក្បាយហើយដើម្បីយើងបាននៅឯកសារមួយបង្កើននូវភាពច្បាស់លាស់ក្នុងការអនុវត្តការងាររបស់យើងបន្ថែមទៀតសម្រាប់ស្ថាប័នអញ្ចឹងកន្លែងនេះសូមអបអរសាទរទាំងអស់គ្នាបាទសូមអរគុណសម្រាប់ឯកភាពអនុម័តទៅលើត្រារូបសញ្ញារបស់វិទ្យាស្ថានជាតិអធិការកិច្ចរបស់យើងបាទវិភាគទី3គឺពាក់ព័ន្ធទៅនឹងត្រាប្រកាសនៃត្រារូបសញ្ញារបស់ខាងមន្ទីររបស់យើងខ្ញុំគិតថាការរៀបចំនេះគឺសមរម្យល្មមដើម្បីយើងអាចអនុវត្តការងាររបស់យើងបាទអញ្ចឹងថ្ងៃនេះគឺយើងមានសមិទ្ធផល3ហ្នឹងដែលជាការងារសំខាន់សូមអបអរសាទរទាំងអស់គ្នាបាទសូមអរគុណ